តើកត្តាសុខសន្តិភាពមានគុណតម្លៃអ្វីខ្លះចំពោះការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថាក្រោមម្លប់នៃសុខសន្តិភាពប្រទេសកម្ពុជាមានកាលានុវត្តភាពសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរនៅព្រះរាជាណាចក្រកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយសេរីភាពខាងជំនឿនិងការប្រតិបត្តិសាសនាដទៃទៀតក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតជាក់ស្ដែងកម្ពុជាមានសុខដុមរមនាសាសនានិងរក្សាបាននៅតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍និងសាសនាផ្សេងៗគ្នាដោយមិនមានប្រកាន់យកនៅនិន្នាការជ្រុលនិយមនោះទេក្រោមម្លប់នៃសុខសន្តិភាពកម្ពុជាមានកាលានុវត្តភាពសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើនល្បឿននៃការវិវត្តលើគ្រប់វិស័យកត្តាសុខសន្តិភាពនេះក៏បានផ្ដល់លទ្ធភាពឲ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសន្តានតាមសេចក្តីប្រាថ្នានិងបើកឱកាសឲ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្តទៀតទាំងវិស័យពុទ្ធចក្រនិងអនាគតក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវរីថ្វាយនឹងប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី14ខែមិនិនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាកត្តាសុខសន្តិភាពនេះក៏បានផ្ដល់លទ្ធភាពឲ្យពុទ្ធបរិស័ទយើងបានធ្វើបុណ្យទានតាមសេចក្តីប្រាថ្នានិងបើកឱកាសឲ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រសម្ដេចធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាក្នុងបរិយាពិធីស្រោចស្រពព្រះសុគន្ធវរីគឺជាសក្ខីកម្មថ្មីមួយទៀតដែលបង្ហាញពីការរីកចម្រើនខាងព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំផងដែរ